សូមជូនរឿងភពស្នេហ៍ចម្លែកភាគបញ្ចប់ចិត្តបងស្រឡាញ់ចោចាញ់ក្តីស្នេហ៍ចោចាញ់ក្តីស្នេហ៍ដូចខែរះពេញស្រីស្រស់អស់ពីភ្នែកអបរួចហូបប្រមានាងអោបប្តីជាប់គក់ទ្រូងគេដឹកបងនឹងធ្វើបែបអូននេះឲ្យគេយំរាល់ជប់ហើយខ្លួនឯងដេកធ្វើប្រងើមនុស្សខុសមនុស្សពត់ច្រាចង់ទៅឱកាសទៅតាក់ទងនារីផ្សេងទីព្រោះដានចិត្តនៅមានឈ្មោះជាកំឡោះណឡាមែនទេមនុស្សបោកច្រមុះស្រីស្នេហ៍ដូចខ្នេះបើដានចិត្តមានកំណត់បែបនេះមិនអួតប្រាប់រិយាទីថាមានប្រពន្ធទេអូនសម្លាញ់បេះដូងរបស់ដានចិត្តមានតែរូបស្រីពេជ្របងធ្លាប់ភ័ន្តច្រឡំហើយស្អប់ណាស់ហើយក៏ស្រឡាញ់ណាស់ដែរអូនដឹងទេលីណាអស់ពាក្យឆ្លើយញញឹមទាំងអ៊ីមិនក៏បងដើរទៅហរ៉ាត់សមម្លេះចាន់ណាម៉ៃសោភ័ន្តជាណាណាគាត់ប្រមែនម៉ាក់របស់បងទេឬដានចិត្តមុខស្រពោនមួយរំពេចប្រាស់ខ្លួនដេកកាយផ្លូវភរិយាអត់ដល់បងអាណិតម៉ាក់ចិញ្ចឹមរបស់បងណាគាត់គ្មានកូនមួយគ្រូគាត់ស្រឡាញ់បងដូចឈាមរបស់គាត់ពិតម៉ាក់ស្លាប់បងចូលធ្វើការរួចហើយតែងខ្លួនធ្វើជាខ្នងគោដើម្បីស្រួលដើរគ្រប់ច្រកលហកថ្ងៃមួយបងចេញបេសកកម្មទៅប៉ៃលិនជួបចោលមួយក្រុមប្លន់នៃម៉ៃសាផោដែលមកពីទិញត្បូងបោវិញបងជួយគង់តែគាត់មិនដឹងថាបងជាភ្នាក់ងារសម្ងាត់ទេដឹងត្រឹមតែបងជាកូនកំព្រីដោយអំពើទៀងត្រង់របស់បងគាត់បានរួចផុតពីគ្រោះថ្នាក់គាត់សុំបងជាកូនចិញ្ចឹមគាត់ស្រឡាញ់បងខ្លាំងណាស់រហូតប្រគល់មុខចំនួនធំលើដៃបងស្មើកូនបង្ការបងក៏ទទួលព្រោះវាស្រួលក្នុងការជិញ្ជូស៊ើបការគ្រប់កន្លែងរបស់ភ្នាក់ងារបងផងបងនៅតែអាណិតណាស់ម៉ែគាត់មិនតាន់បានស្គាល់មុខប្រកបរបស់កូនប្រុសគាត់នេះគាត់ស្លាប់ដោយបងកំពុងជាប់ដៃក្នុងភារកិច្ចរត់ទៅដល់ឃ្លីមកធ្វើបន់ម្ដាយមិនបានហើយសតតែការលាក់ការរបស់បងថែមទីលីណាលើកដៃផាត់សក់ប្តីសម្លាញ់ដោយក្តីរលឹកនេះមកនឹងពេលធ្វើជាបង្រាត់គូឲ្យគោរពសិលាពេលធ្វើដានចិត្តឲ្យផ្អែមរកស្រីអូនតឡន់ណាមិននឹកស្មានថាស្អប់ចំពប់លើអញ្ចឹងសោះមនុស្សញាក់ចិញ្ចើមភ្លេបងក៏អញ្ចឹងដែរស្អប់មួយលីណានណាស្រាប់តែថ្ងៃរៀបការជួបជំងឺវិជ្រុបដងបាក់នាងក្រមុំអត់សំណាយងាកមកចេញស្រាប់តែរបងដៃរបស់ស្វាមីក្រសោបនាងជុំឈ្មោះថាក្រពុំឈូកទាំងគូដោយខ្នាស្រីល្អអ៊ីនសឹងសិនឡោះស្រែងចាបំរើចេញរកកន្លែងរត់តែរត់មិនរួចទេមនុស្សថាផ្ដិតមាត់ស្រីល្អដល់រំជើបរំជួលីណាមេបងពិសោធន៍យូរទៅចង់ជ្រួលបេះដូងស្លាច់ចង់តែចាប់ថាបអូនណាណីទេតែជ្រុលខ្លាញ់ខ្លួនតាហាចេះតែសំងំប្រឡប់មិនតាន់បញ្ញាបិទទ្វេបន្ទប់ខ្លាចបេះដូងវាលេងស្គាល់ម្ចេះយូរបន្លំប៉ែស្ដាយគេម្ដងគេស្ដីឲ្យចង់ទូស្ដាប់ធីតាល្អឯងឈ្មោលក្បាលកិច្ចសាពីការថ្នាក់ថ្នមរបស់គេដែលខ្មាស់ពីបងចិត្តកុំមនុស្សអាណាព្រមស្ដាប់អ្នកក្រឡាប់កាយសង្កត់លើស្ងួនជុំថែថាដោយតណ្ហាពុះកញ្ជ្រោលដល់កម្រិតញ័រដោយកូនស្ដាប់ធ្វើឲ្យអ្នកប្រុសអាណិតភរិយាណាព្រោះអ្នកធ្លាប់យល់ថានាងជាស្រីឥតគេកំឡោះក្រសោបកាយចរណៃពេញក្នុងអរ៉ាថ្នមនាងបន្លំអោបកុំឲ្យភ័យពេកវែងនូនផាត់មកបាំងចិត្តក្រេបពុកហាក់ជួយលាក់បាំងគូស្នេហ៍អតីតបន្សល់ទុកតែពីខ្សឹកស៊ូលងលំរបស់ដានចិត្តរងងដានចិត្តចុចភ្លើងភ្លឺចាស់លីណាអ៊ីនណាទាញผ้าห่มក្របខ្លួនចិត្តនរណនីលើទ្រង់ភរិយាថែបស្មាននេះព្រមទាំងអង្អែថ្ពាល់ដល់រលូបំបាយឲ្យសម្លឹងចំកាយភ្នែកមុតថ្លារបស់នេះកំឡោះញញឹមស្រស់មើលមកប្តីអាចាំមកលីណាកុំអ៊ីននឹងបងនេះជាច្បាប់ធម្មជាតិទេអូនបលឹងកែឆើតអោបកោគេជុំហារ៉ាត់អូនស្រឡាញ់តែបងហារ៉ាត់ទេបងដេញចិត្តខឹងណាស់អូនអត់ស្រឡាញ់ទេមនុស្សសាច់ខាត់បន្ទាបមាត់ថើបមាត់ភរិយាបបោះអង្អែនាងចាងមនុស្សរូបគេទាញក្បាលនាងឲ្យកេងកាយដែរគេថើបនាងមិនចេះឆ្អែគេអោបរឹតស្រីស្នេហ៍តតែនាងស្រែកព្រោះគេស្រឡាញ់ពេកនេះជាសុភមង្គលដែលគេប៉ងប្រាថ្នាកំឡោះដេកអោបភរិយាមិនរបេះរកតែលីណាប្រែខ្លួនតណាក៏មិនរួចនៅក្នុងវិឡាននេះបំរើចំណិតភក្តីរបស់ដានចិត្តទាំងអស់មនុស្សហៅមកប្រាប់តាមត្រង់ពីរូបហារ៉ាត់ដែលអ្នកខ្លែងខ្លួនកុំឲ្យពួកគេឆ្ងល់លើសេចក្តីស្នេហា
រវាងស្វាមីនិងភរិយាចម្លាច់របស់នេះអាសានាំភីឡាមកជូនសម្បត្តិការដានចិត្តទទួលមិត្តរួមការងារដោយរីករាយលីណាចំអន់ភីឡាដែលអង្គុយអៀនព្រានក្បែរសង្សារអាសាសែនឆ្ងល់ថ្ងៃនេះលីណាឈប់ស្លៀកពាក់សហាវនាងមានទឹកមុខរីករាយផ្លែដានចិត្តសាអោនខ្សឹបដាក់ទៅជាអាសាកំឡោះផ្កាយប្រាក់សើចដោយរីករាយអាយ៉ាបច្ចុប្បន្នបើជាងខ្ញុំមែនលោកសាបីព្រោះលោកដណ្ដើមបេះដូងម៉ូលីណាបានមុនគេភីឡាបើកភ្នែកក្រឡង់ដោយងឹងឆ្ងល់អាសាអបស្មាស្រីបណ្ដូលចិត្តភីឡានេះឲ្យលោកហារ៉ាអតីតគូដណ្ដឹងរបស់អូននោះអីលក្ខការបានស្ងាត់មេបញ្ជាឲ្យខ្ញុំទៅធ្វើការជាមួយលោកហារ៉ាបែបទំនោរគិតទៅដល់ណាក៏នៅតែធ្វើការរួមគ្នាដដែលស្មានមិនដល់សោះដានចិត្តស្ដាយស្រស់អូនលីណាគេស្រឡាញ់តែហារ៉ាទេអាសាចាំពេលណាត្រូវបណ្ដើរគ្នាទៅស៊ីកាមមិត្តខ្ញុំតែងខ្លួនធ្វើខ្នងគោទៅបណ្ដើរគ្នាសំណាលីណាសើចញឹមញឹមអូនមិនខ្លាចបណ្ដើរទេបងហារ៉ាត់របស់អូនទៅគ្មាននារីណាដណ្ដើរឲ្យតែងខ្លួនស្អាតពេកមានគេមករកដល់ផ្ទះភីឡាអ៊ីនបន្តិចដែរព្រោះនាងធ្លាប់យល់ថាហារ៉ាត់រូបអាក្រក់ឥឡូវគេស្អាតជាងអាសាទៅទីមុខប្រជាប្រិយណាស់មិនចាំបាច់ញញឹមក៏ស្រស់ដានចិត្តសួរអាសាពីរឿងការងារមួយចំនួនដែលពួកគេត្រូវធ្វើជាបន្តឯលីណានិងភីឡាជជែកគ្នាពីនេះពីនោះស្ដាយរអាក់ជាប់រហូតថ្ងៃនេះលីណាតែងកាយស្រស់បំព្រងជិះឡានជាមួយប្តីទៅលេងអ្នកម្ដាយធေါ်របស់នេះដើម្បីជួយរៀបចំផ្ទះសម្បែងមុនថ្ងៃរៀបការភីឡាអ្នកស្រីបានដឹងរឿងតាមរយៈភីឡាអស់ហើយគាត់សរសើរសំណាងលីណាមិនដាច់ពីមុខបានប្តីមានគ្រប់គុណសម្បត្តិមិនខ្វះបំណាច់ចិត្តស្នេហ៍ស្ទើរតែលេបានស្ទើរតែលេបានចំពោះថ្ងៃរៀបការរបស់អាសានិងភីឡាសប្បាយមិនចាញ់ការហារ៉ាត់ដែរលីណាតែងកាយសែនសូភីធ្វើឲ្យលោកសាក់បីដេញចិត្តសម្លឹងមិនដកភ្នែកអ្នកខ្លះមិនដឹងរឿងខ្សឹបគ្នាថាបែបលោកសាក់បីដេញចិត្តចង់សាងប្រពន្ធបីម៉ាយហាមនុស្សចាប់ចុងដៃភរិយាជួលីណាបងសម្រាប់ជាមួយអូនមួយបទជំនួសថ្ងៃរៀបការរបស់យើងដែលបងមិនបានបពេញនាទីជាប្តីឲ្យបានសមរម្យឆោមស្រស់នាងងើបយឺតដោយញញឹមស្រស់នាងមានសុភមង្គលណាស់មានប្តីចេះថ្នាក់ថ្នមជាកូនប្រុសពេញលក្ខណៈដានចិត្តបង្វិលកាយភរិយាតាមចង្វាក់ភ្លេងសែនសងអាសាសំដោគូរួមលីណាអៀនក្រហមថ្ពោះអាសាវិចារតាច់លីណាថ្ងៃរៀបការអូនបងមិនបានឃើញទេតែថ្ងៃរៀបការបងអូនបានឃើញហើយបងសំបន់ស្រស់ឲ្យអូនជួបសេចក្តីសុខជារៀងរហូតចាអូនក៏ដូច្នោះដែរអូនរីករាយបំផុតដោយឃើញជីវិតអាពីពិពាករបស់បងនិងភីឡាជាវត្ថុបំណងតែមួយរបស់អូនអាសាញញឹមស្ងួនតែអូននឹងទេមុននឹងបំភ្លេចបែបទ្រង់បងខ្ទេចខ្ទោបងសុខចិត្តដើររកភីឡាព្រោះអស់សង្ឃឹមបានហើយអ្វីវាបានទៅតាមដំណើរជីវិតមនុស្សបងចង់សួរអូនតែមួយម៉ាត់ទេថាកាលនោះមានអាណិតបងខ្លះទេបងឈឺព្រោះខុសបំណងនេះជាសំណួរចុងក្រោយលីណាញញឹមស្រារួចតអូនមិនស្អប់បងទេតែយើងមិនមែនជាគូនឹងគ្នាដានចិត្តបើកឡានដូចហោះធ្វើឲ្យលីណាសែងឆ្ងល់ឡានធ្លាក់ក្រលឹកនាងដួលផ្អៀងទៅលើប្តីស្រីតោងគេជាប់បើកភ្នែកធំបងស្វឹងឬដានចិត្តក្រវីក្បែរបងស្វឹងនឹងតំណែងតំណងរបស់អូនជាមួយអាសាទៅវិញទេលីណាអូនស្មានថាបងខ្លាំងឬប្រាប់បងឲ្យត្រង់មកអូននឹងគេធ្លាប់ជាអ្វីនឹងគ្នាអូនមករៀបការជាមួយនឹងបងដោយបង្ខំចិត្តមែនទេអញ្ចឹងបានជាការនោះអាសាចេះតែផឹកស្រាចេះកើតទុកគឺរឿងនឹងច្បាស់ណាស់នាងល្អហូចចិត្តយីបងប្រច័ណ្ឌពេកហាអាសាស្រឡាញ់អូនជាការពិតតែអូនមិនតាន់ខ្លាចជាអ្វីរបស់គេនៅឡើយសូម្បីត្រឹមចិត្តនឹងចិត្តក៏មិនតាន់មានដែរកុំខឹងនឹងអូនលីណាពិតជាស្មន់នឹងបងទាំងកាយទាំងចិត្តដូចជារលាយកំហាំអ្នកប្រុសឈប់ឡាងាកមកអោបរិទ្ធភរិយាជាប់យ៉ាងណាលីណាបងប្រច័ណ្ឌព្រោះស្រឡាញ់អូនបងមិនធ្លាប់ដាក់ចិត្តស្រឡាញ់ពុំដឹងថាស្នេហាមានកម្រិតដល់ណាទេបងចង់ឲ្យអូនស្រឡាញ់តែបងមិននេះជាស្នេហាទី1ដូចចិត្តបងដែលមានចំពោះអូនដែរណាដឹងទេឆោមស្រស់ក្តីក្បាលកោយស្មាគេញញឹមបិទភ្នែក
ទទួលការបបោសអង្អែលពីប្តីសម្លាមកដល់ផ្ទះគេបីភរិយាឡើងចន្ទាគេថ្នមនាងដោយកែភ្នែកទាំងគូលីណាប្រងខ្លួនរួចជាស្រេចគ្រាន់តែប្តីផ្ដេកលើពោកភ្លីនាងក្រឡាភ្លេរត់ប្រុសចូលក្នុងបន្ទប់ទឹកបាត់ស្អប់ណាស់ប៉ិនខាងថាញើសស្អិតពេញខ្លួនក៏ថាបដែររកតែងូតទឹកមិនតុងយុវបរោះញញឹមដេកផ្កាប់មុខលើពោកសម្លឹងរូបថតភរិយាដែលញញឹមស្រស់មករកគេចិននិចលីណាខ្ទប់មុខប្តីដានចិត្តក្រឡាខ្លួនក្រសោបនាងជុំដានចិត្តកំពុងប្រឡែងនឹងភរិយារីឯនៅក្នុងបន្ទប់សំដំណេររបស់អាសានិងភីឡាក៏មិនខុសគ្នាដែរកំឡោះកំពុងបាច់ចង្ការភរិយាដែលងក់ងុបែរក្នុងដាក់ទាំងក្បាលព្រលឹកអេភីឡាដួងចិត្តបងនៅខាងអីទីបើគេមានប្តីរួចតាហាឯបងក៏មានប្រពន្ធដែរតែបងនៅឆ្លៀតផ្ដាំផ្ញើមែនទេបើបងមានកំណត់អាក្រក់បងមិនចាំបាច់ផ្ដាំផ្ញើនៅចំពោះមនុស្សកកដូចនេះទេភីឡាអូនយល់ខ្លាចទេសេចក្តីស្នេហាកើតឡើងដោយភាពទន់ភ្លន់ជាមួយលថាហើយបង្កដោយអនុស្សាវរីយ៍ជាច្រើនទីយើងគួរសាងរួមគ្នានៅពេលផ្អែមល្ហែមប្រចាំជីវិតហើយរាត្រីដំបូងនៃអាពាហ៍ពិពាហ៍គេមិនដែលយករឿងអបមង្គលមកនិយាយទេភីឡាចំណងដៃអំបោះក្រហមនេះជាតំណែងអនាគតរបស់យើងទាំងពីរពុំមែនរៀបការឲ្យទៅរួចនោះឡើយភីឡាងាកមកអង្អែលទ្រង់អ្នកកំឡោះជំនួសពាក្យសម្ដីអាសាអូនសន្សំផ្អប់មួយលើមាត់តូចច្រឡឹងយ៉ាងស្រាបស្រារួចខ្លួនគេទាំងពីរវិញត្របាញ់ចូលគ្នាយ៉ាងសែនសុខកដោអាសាបើកឡានដឹកភរិយាទៅលេងផ្ទះលីណាព្រោះចង់រត់ចំណងរាប់អានឲ្យកាន់តែទូលីកុំឲ្យមានមន្ទិលពីរឿងអតីតកាលតទៅទីស្រាប់តែជួបវាក់នឹងរីយ៉ាទីដែលមកលេងនឹងលីណាដែរនាងយកផ្លែធូរ៉េនពីរធំមកផ្ញើលីណាភីឡាសាច់ស្រស់អូសួស្តីរីយ៉ាទីឯងនៅរៀនទេឬសប្តាហ៍ថ្ងៃហ្នឹងរីយ៉ាទីញញឹមដល់រីអេរ៉ូភីឡាយើងបែកគ្នាយូរហើយមានគ្នាសម្ងំឲ្យឆេងភីឡាក្រហមថ្មគ្នាមិនដឹងថាឯងនៅរៀនទេយើងបែកថ្នាក់គ្នាយូរហើយយ៉ាទីសុខសប្បាយទេគ្នាឈប់រៀនហើយព្រោះគ្នាត្រូវជួយរកស៊ីណាថ្ងៃនេះរវល់ណាស់គ្នាសំលេងឯងតែមិនហើយណារីយ៉ាទីទៅផុតលីណាសើចដាក់ភីឡានាងជាមិត្តរបស់អូនឬធ្លាប់រៀនជាមួយគ្នាតាំងពីថ្នាក់តូចមិនក៏នាងស្គាល់បងដែរមិនមែនស្គាល់បងទេគេស្គាល់បងចិត្តបែបញញឹមដាក់គ្នាញយផងណាអាសាសើចកកលោកជាងខ្ញុំតែអញ្ចឹងលោកសាក់បីសុទ្ធតែមានស្រីស្អាតមករកដល់ផ្ទះតែអត់ដឹងថាគាត់មានប្រពន្ធទេឬនាងអត់ដឹងទេលោកចេតនាហើយលីណាចាទៅកន្លែងធ្វើការបាត់ហើយអាសានៅលេងមួយសន្ទុះក៏លាមកវិញលីណាក៏លើកធូរ៉េនទុកមួយហើយយកមួយមកញ៉ាំធូរ៉េនទុំលឺប្រេះសម្បកចេញសាច់លឿងច្រាគូឲ្យចង់បរិភោគទៅតែញ៉ាំអស់ពីខ្លែស្រាប់តែនាងប្រកាសធ្លាក់ទៅលើកៅអីមកខ្មៅមួយរំពេចភ្នែកបើកតែអណ្ដាតនិយាយលេងរួញដៃរួញជើងជាសញ្ញាត្រូវថ្នាំបំពុលចាងកាយសាហាអ្នកបំរើភ័យស្លន់ស្លាទូរស័ព្ទទៅរកដាច់ចិត្តមីនុកបើកឡានដូចហោះមកផ្ទះគេភ័យណាស់ត្រកងកាយភរិយាទាំងញ័ររន្ធត់លីណាអូលីណានាងក្រមុំបិទភ្នែកចិត្តដង្ហើមយ៉ាងខ្សោយធ្វើឲ្យដានចិត្តអន្ទះសានណាគេចាប់ធូរ៉េនពីនិចដឹងថាមានថ្នាំបំពុលក៏សួរអ្នកបំរើទាំងមកខ្មាណាទិញផ្លែធូរ៉េននេះមកចាអ្នកនាងម្នាក់បើកឡានក៏ហោមយកមកឲ្យបាញ់មិញយុវបរោះខំមករីយ៉ាទីគេមានកំហឹងស្មៅភ្នំភ្លើងផ្ទុះហូតប្រដាប់តេតងរកអាសាភ្លីផ្កាយប្រាក់មកជាបន្តជួយយកអូលីណាតាពេតផងខ្ញុំតាមខេតកងកំឡោះឈ្ងោកថៅថ្ងាសភរិយាទាំងទ្រង់ចុកចាស់លីណាមេបងកុំស្លាប់ចោលបងមិនអាចរស់ដោយខ្វះរូបអូនបានទេលីណាចាំបងមកវិញសិនចាំទទួលការសង្សឹករបស់បងគេបើកឡានជាងលឿនសម្ដៅផ្ទះរីយ៉ាទីឃើញទ្វារចំហកំឡោះហូតកំភ្លើងជាស្រេចរុញទ្វារអស់តែមហឹកស្ងាត់ជ្រីកគ្មានឃើញនរណាម្នាក់ឡើយមានតែមីងបំរើដេកលើក្តារងើដានចិត្តស្ទូតទីងគូស្រាប់តែភ្ញាក់ក្រញាសុទ្ធតែឈាមប្រឡាក់ពេញដៃនេះខ្លួនគាត់ធ្លុះធ្លាយដោយក្រោបកំភ្លើងកំពុងស្រឡាញ់ការសំឡេងរបស់រីយ៉ាទីលាន់លឺក្រអាងលោកអធិការឃើញច្បាស់ទេនេះឃាតករវាមិនតាន់តាណាទេដានចិត្តងាកក្រៅឃ
ឃើញប្រសិទ្ធនឹងភ្នាក់ងារមួយចំនួនឈរព្រីព្រោះស្មានមិនដល់សោះថាខេត្តកោដែលរាជយទីតែប្តឹងគឺលោកដានចិត្តសៃស្ងួនស្រីចង្រៃរៀបចំតែបានល្អណាស់នាងឯងជានរណារាជយទីអោបដៃធ្វើប្រងើមិនអញសាក់ឬទោះធ្វើធំប៉ុណ្ណាក៏ដោយនៅចំពោះមុខភ័ស្តុតាងជាក់ស្ដែងខ្លួនជាអ្នកច្បាប់ចង់ធ្វើឲ្យគេអស់ជំនឿលើខ្លួនឬឥឡូវទោះដានចិត្តពុំមែនជាខេត្តកោត្រូវតែជាប់ពីរត់ដែរអ្នកកំឡោះខាំថ្មីណែភរិយាពុំដឹងយ៉ាងណាហើយខ្លួនឯងកំពុងធ្លាក់ក្នុងអន្ទាក់របស់រាជយទីដែលរៀបទីគេហុចដៃឲ្យប្រសិទ្ធដាក់ខ្នោះខ្ញុំទៅសិទ្ធដើម្បីការពារកិត្តិយសរូលោកអធិការមុខស្មូហូតខ្នោះដៃដាក់ដានចិត្តខ្ញុំនឹងរកយុទ្ធធម៌ឲ្យមិត្តពេលក្រោយដានចិត្តសង្គ្រឹះថ្មីតែត្រូវចាប់ខ្លួននាងនេះដែរព្រោះវាបានយកថ្នាំទៅបំពុលលីណារាជយទីសៃក៏ក្អឹកឯណែផតតាំងរបស់លោកទៅខណៈនោះអាសាមកដល់លំមភ្ជុំរាជយទីនាងល្អល្បិចស្រស់ភ័ណ្ឌភាព្រោះមិនស្មានថាអាសាជាភ្នាក់ងារដែរអាសាសើចស្ងួននាងមិននឹកស្មានថាបាយការមែនទេលោកសាក់បីនាងនេះជាកូនស្រីរបស់សវ៉ាប្រពន្ធខ្ញុំស្គាល់ច្បាស់រាជយទីនេះខ្សែអាសម្លេងខ្ញុំដែលបានសួរភីឡាដឹងថានាងជាកូនសវ៉ាខ្ញុំសង្ស័យក៏លបតាមនាងពីក្រៅរហូតនាងរៀបល្បិចចោតដេញចិត្តខ្ញុំក៏ដឹងឥឡូវឲ្យថ្នាំបន្សាបពឹសដែលនាងដាក់បំពុលលីណាភ្លាមមកបើចង់ស្តុកតាមពិតនាងផ្សំគំនិតជាមួយម្ដាយសម្រាប់អ្នកបំរើហើយចោតដាក់គេឲ្យលើកដំរីជីកឯងហារាជយទីដឹងថាអស់ច្រកសងសឹកជំនួសឪពុកនាងខំថ្មិញរួចវិចារតែងឈឺចាស់យើងបានយកជីវិតលីណាក៏អស់ចិត្តដែរយើងសុកចិត្តស្លាប់មិនឲ្យថ្នាំបន្សាពើភ្នងឲ្យពួកលោកទេលីណាស្លាប់ពួកលោកត្រូវតែឈឺចាប់ដូចយើងរស់បាត់បង់ក្តីសង្ឃឹមកន្លងមកអញ្ចឹងដែរដានចិត្តស្លាំងមកអស់អ្នកភ័យព្រួយពីជីវិតភរិយាណារួចដៃពីខ្នោះអ្នកសុំយករាជយទីទៅសួរចម្លើយដោយផ្ទាល់ក្នុងបន្ទប់របស់គេរាជយទីដៃនាងជាប់ខ្នោះតែទឹកមុខនាងមិនម៉ាត់ជាសញ្ញាថាស៊ូបដូរស្លាប់រស់ជាមួយលីណាដែលធ្វើឲ្យដានចិត្តស្លុតអស់ព្រលឹងរាជយទីខ្ញុំចង់ដឹងថាពេលត្រូវខ្សែភ្លើងឆក់នាងអាចទ្រាំបានទេរាជយទីបែកញើសចូលខ្លួនតែនាងរឹងជជែកបើសិនលីណាស្លាប់អ្នកឯងនឹងបានសប្បាយចិត្តហើយរូបអ្នកឯងនឹងលីណាជាអ្នកធ្វើឲ្យគ្រួសារយើងប្រត់ប្រាស់គ្នាអស់ឯងចេះសងសឹកយើងក៏ចេះសងសឹកដូចគ្នាបានយើងចោលទៅបើបំណាច់បញ្ជូនយើងទៅសួរចម្លើយលីណាបែបហូបពេកព្យាបាលហើយពើភ្នោក្រៅពីថ្នាំរបស់ពើភ្នោថ្នាំពេទ្យមួយមិនត្រូវទេចិត្តនឹងដួងប្រលឹងហោះហើរចោលអ្នកហាលីណាស្នេហាពិតក្នុងភពចម្លើយនៅតែផ្លាច់រហូតឬពេលយល់ចិត្តអ្នកត្រូវឃ្លាតឆ្ងាយគ្មានថ្ងៃត្រឡប់អូនទៅចោលបងហើយប្រពន្ធសម្លាមាននប់ចេញមកខាងក្រៅដើម្បីបន្ធូរអារម្មណ៍ដែលតានតឹងក្នុងចិត្តរីឯម្ដាយរាជយទីកិច្ចខ្លួនបាត់ហើយព្រោះខ្លាចជាប់ទុកអាសារត់មករកដានចិត្តទាំងអន្តាសារួចស៊ូចាំមិនតាហាបញ្ជូនវាទៅមន្ទីរខំខាំងចុះវាមិនឆ្លើយដាច់ខាលីណាគ្មានសង្ឃឹមទេខ្ញុំទៅតនដង្ហើមចុងក្រោយរបស់ប្រពន្ធខ្ញុំអាសាស្លុតចិត្តហួសប្រមាណដានចិត្តបើកឡានដោយព្យុះសង្ការីលីណាដេកស្ដុកស្ដឹងលើពុះអ្នកបំរើឆ្វេងស្ដាំខ្លួននាងខ្មៅរលុះដង្ហើមខ្សោយណាស់ភ្នែកស្រីបិទជិតដានចិត្តរត់ឡើងចម្ដៅយ៉ាងលឿនលីណាអូមនុស្សក្រាបលើស្រីបណ្ដូចចិត្តថើបស្រីញួចញីទឹកភ្នែកកូនប្រុសត្រូវតែហូរគ្មាននរណាម្នាក់ទប់ចិត្តបានក្នុងសភាពបែបនេះទេលីណាបងគ្មានសមត្ថភាពជួយអូនទេលីណាកុំតាណាចោលបងអីផ្ទៃមេឃខ្មៅខ្មុំជាសញ្ញាថាចិត្តភ្លៀងហាងគោលន់រំដំទ្រូដានចិត្តឲ្យឈឺផ្សាហូបប្រមាណអ្នកត្រកងកាយភរិយាជាប់ទ្រូថើបថ្វល់ដល់ស្លេកស្លាំងរបស់នេះទាំងទឹកភ្នែកហូរឥតឈប់ស្នេហាអ្នកផ្អែមល្ហែមទន់ភ្លុកទៅតែបាន7រាត្រីស្រាប់តែត្រូវព្រាត់លុះអវសា7រាត្រីនៃសេចក្តីស្នេហាខ្ញុំសែនចុកចាប់ណាស់លីណាបើភ្នែកសម្លឹងបងមកលីណាលើកបងហៅទេដានចិត្តននាលើថ្ពាល់ស្រីស្រែកហៅតែប្រលឹកនេះឲ្យវិលមករកអ្នកវិញធ្វើឲ្យស្រីបំរើជុំតាមពេញផ្ទះភ្លៀងបងអោខ្លាំងហើយរន្ទះខ្ទោខ្ទីដានចិត្តលុតចង្គង់ក្រាបលើដៃស្រីស្នេហ៍ឡើងកំរាខណៈនោះអាសារត់ចូលមកទាំងទៅទឹកភ្លៀងជើលោកសាក់បីនេះថ្នាំបន្សា
ឆាប់ដាក់នាងភ្លាមទៅមិននៅស៊ូទាំងរវើរវីក្នុងភាពអផងអស់សង្ឃឹមផងមែនឬអាសាកុំអាស៊ូបញ្ញាភ្លាមទៅកុំឲ្យហូបពេលណាគេប្រញាប់ក៏ថ្មីនាងញាប់ថ្នាំបញ្ជូដែនចិត្តប្តីស្រីលើផ្លូវសម្លឹងមុខនាងឥតព្រិចភ័យខ្លាចតែថ្នាំនេះខុសមួយស្របកក្រោយមកទឹកមុខលីណារៀងថ្លាជាងមុនធ្វើឲ្យដែនចិត្តធូរទ្រង់ខ្សែចិត្តដែលមានល្អកកខ្លះនឹងអាសាក៏រលាយខ្សោយអាសាខ្ញុំអរគុណមិត្តណាស់ដែលជួយប្រពន្ធខ្ញុំតាន់ពេលវេលាមិនកាយរកថ្នាំអាសាបាទមិញបំរើមិនតាន់ដៃខ្យល់ទេគាត់ភ្ញាក់ពីសន្លប់ខ្ញុំបកគាត់ក៏ប្រាប់ខ្ញុំពីកន្លែងដែលរីយ៉ាលាក់ថ្នាំបន្សាគាត់មិននឹកស្មានថាពីអ្នកម្ដាយនឹងកូននោះចិត្តខ្មៅដាច់ចិត្តសម្លាប់គាត់ព្រោះតែចង់ចោតលោកសោះវិរិយបន្ទាក់ចូលគីស្និទ្ធនឹងគ្រួសារខ្ញុំបានល្អណាស់ចំជាមួយមិនធ្លុំមេធ្វើការដូចយើងតតែប្រុងប្រយ័ត្នខ្លះទៅបែកន្លះម៉ោងក្រោយមកលីណាស្វែងចិត្តពឹសខំបើកភ្នែកធំដូចជាពិបាកក្នុងខ្លួនណាស់នាងឃើញមុខប្តីក៏ស្រវាយអោបជុំបងលីណាអូមិននប់អោបភរិយាយ៉ាងណែនដោយក្តីរីករាយអូនត្រូវទៅរស់នៅក្បែរបងចិនណាយើងទាំងពីរមិនអាចឃ្លាតឆ្ងាយពីគ្នាបានឡើយលីណាប្តីក្បាលក្នុងទ្រូងប្តីដោយក្តីលះលះអ្នកប្រុសប្តីស្រីថ្នមសំងំទៅអូបងត្រូវតែហៅគ្រូពេទ្យមកពិនិត្យបន្ថែមអាសាននៅកណ្ដោលលីណាតតែល្ងាចដែរទៅផ្ទះដែនចិត្តថ្នាក់ថ្នមភរិយាណាធ្វើឲ្យស្រីល្អសែនស្កប់ស្កល់ក្នុងចិត្តនាងដេកកាយផ្លូវប្តីមិននប់ជ្រងសក់ឲ្យស្រីរួចឈ្ងោកថើបភ្នែកនាងមួយខ្សឹលីណាតែថ្ពាល់ប្តីតាច់នៅតែបន្តិចទីបែបបងបានការប្រពន្ធថ្មីមួយទៀតហាកុំនិយាយបែបនេះណាលីណាប្តីរបស់អូគ្មានគោលបំណងអ្វីក្រៅពីសេចក្តីបរិសុទ្ធរវាងយើងទាំងពីរទេបើគ្មានអូដានចិត្តនៅម្នាក់ឯងរហូតបើអូនមិនជឿស៊ូបេះដូងបងមើលទៅស្រីល្អសាច់ខាក់ផាប់ក្បាលទៅលើទ្រូងប្តីយីលត់ញាប់ណាស់ចង្វាក់បេះដូងបងមិនអាចនៅម្នាក់ឯងបានទេលត់ញាប់ម្លឹងនោះមេនុបអស់សំណាចាប់ភ្ងើយមុខស្រីថើបញក់ញីលត់ញាប់មកពីអូននៅចិត្តនឹងណាបើនៅឆ្ងាយម្នាក់ឯងវាមានអីទៅលោកប៉ាន់ខាងស្ទីបស្ទងណាស់នោះកុំស្ទីបដល់បេះដូងស្ទីបដល់ខ្លួនប្រានតែម្ដងទៅតើមានចំហាយស្នេហ៍ដល់កម្រិតណាលីណាតូចច្រឡឹងរៀបនឹងឆ្លាស្រាប់តែមាត់ប្តីផ្អឹបជាប់មាត់នេះរកនិយាយអ្វីក៏មិនការឯដៃគេវិញបបោះអង្អែលស្រីល្អជំនួសពាក្យឆ្លាវិចារថាមិនចង់ឃ្លាតឃ្លាគ្រប់ពេលវេលាដង្ហើមចេញចូលច្រមុះទល់នឹងច្រមុះភ្នែកទល់នឹងភ្នែកភាសាស្នេហាគឺជាទឹកដមសម្រាប់ជីវិតមែនទេមិនអ្នកស្ដាប់ជាទីស្នេហា